មកដឹងពីអត្ថប្រយោជន៍របស់ផ្លែស្រកានាគស្រកានាគគឺជាផ្លែឈើមួយប្រភេទដែលស្ថិតនៅក្នុងអំបូរដើមដំបងយក្សវាមានដើមកំណើតនៅភាគខាងត្បូងមេស៊ិកនិងអាមេរិកកណ្ដាលផ្លែស្រកានាគមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនមុខដែលមានគុណប្រយោជន៍សម្រាប់សុខភាពល្អផ្លែស្រកានាគជាប្រភពនៃវីតាមីន C កាបូអ៊ីដ្រាតកាកសរសៃនិងខ្លាញ់ដែលអ្វីទាំងនេះសុទ្ធតែល្អចំពោះអ្នកមានផ្ទៃពោះទាំងនេះគឺជាអត្ថប្រយោជន៍របស់ផ្លែស្រកានាគមួយធ្វើឲ្យសុខភាពស្បែកល្អប្រសើរការទទួលទានផ្លែស្រកានាគក្រោយពេលទទួលទានអាហារវាជារឿងល្អសម្រាប់សុខភាពស្បែកសូមណែនាំឲ្យក្រឡុកជាទឹកផ្លែឈើនោះវាកាន់តែមានរសជាតិឆ្ងាញ់ខុសប្លែកពីធម្មតាអាចទទួលទាននៅពេលព្រឹកក៏បានដើម្បីឲ្យប្រតិបត្តិការបណ្ដេញជាតិពុលពីក្នុងរាងកាយនិងស្បែកបានល្អប្រសើរផ្លែឈើមួយប្រភេទនេះក៏ជាផ្នែកមួយជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីខ្ពស់បំផុតនិងជួយបណ្ដេញរ៉ាឌីកាល់សេរីបានយ៉ាងលឿនទៀតផងក្រៅពីនោះវាមានផ្ទុកនូវវីតាមីន C ដែលជួយប្រឆាំងជាមួយការឡើងស្នាមអាចរុយឬស្នាមខ្មៅនៅលើស្បែកខ្លួនរបស់អ្នកបានទៀតផងទី2ផ្ដល់សំណើមដល់ស្បែកបំបត្តិសភាពស្បែកស្ងួតគុណប្រយោជន៍របស់ផ្លែស្រកានាគមួយទៀតនោះគឺបំបត្តិសភាពស្បែកស្ងួតនិងផ្ដល់សំណើមឲ្យស្បែកពេល24ម៉ោងព្រោះថាផ្លែឈើមួយប្រភេទនេះមានបរិមាណទឹកច្រើនរហូតទៅដល់ 90% ទើបវាបានជួយផ្ដល់ជាតិទឹកដល់រាងកាយនិងស្បែកបានយ៉ាងច្រើនបំផុតដូច្នេះអ្នកគួរតែពិសាទឹកផ្លែស្រកានាគក្រឡុកមួយកែវជារៀងរាល់ព្រឹកដើម្បីការពារកុំឲ្យស្បែកស្ងួតទី3ការពារមិនឲ្យស្បែកជ្រីវជ្រួញនិងឡើងអាចរុយដូចបានជម្រាបជូនខាងលើមកថាផ្លែស្រកានាគសម្បូរទៅដោយវីតាមីន C ច្រើននៅក្នុងសាច់របស់វាមានគុណប្រយោជន៍ជួយការពារស្បែកមិនឲ្យជ្រីវជ្រួញមិនឲ្យស្បែកឡើងអាចរុយមិនឲ្យឡើងមុនមុខនិងខ្នងជាដើមគេអាចយកផ្លែស្រកានាគធ្វើជាម៉ាស់សម្រាប់បិទមុខនិងខាត់ស្បែកក៏បាន4ថែរក្សាស្បែកឲ្យក្មេងជាងវ័យសារធាតុប្រឆាំងនឹងអុកស៊ីតកម្មមិនត្រឹមតែជំនួយដល់ស្បែកនិងជួយឲ្យលំហូរឈាមដើរស្រួលហើយវាថែមទាំងជួយប្រឆាំងនឹងការពារភាពចាស់ជ្រីវជ្រួញផងដែរជាពិសេសធ្វើឲ្យស្បែកមុខតឹងណែនក្មេងជាងវ័យព្រមទាំងបង្ការស្បែកយាយធ្លាក់ជាដើមមិនតែប៉ុណ្ណោះទេគេក៏អាចធ្វើជាម៉ាស់ផ្លែស្រកានាគសម្រាប់ម៉ាស្សាមុខជាដំបូងយើងត្រូវតែបកសម្បកផ្លែស្រកានាគចេញហើយយកសាច់ផ្លែស្រកានាគនៅក្នុងបរិមាណសមល្មមកិនឬក្រឡុកឲ្យម៉ត់ស្មើសាច់ល្អយកមកម៉ាស្សាលើមុខ